បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់ជាទីគោរពរាប់អានពេលនេះខ្ញុំបាទសូមមកចែករំលែកនៅរុក្ខជាតិឱសថពីរមុខសម្រាប់ព្យាបាលជំងឺឈឺសន្លាក់ដៃសន្លាក់ជើងបាទឈឺក្បាលជង្គង់បាទជាពិសេសឈឺក្បាលជង្គង់ហើយឈឺខ្នងបាទឈឺខ្នងឈឺចង្កេះផងដែរបាទអញ្ចឹងឈឺសន្លាក់ដៃសន្លាក់ជើងឈឺខ្នងឈឺចង្កេះបាទពុកម៉ែបងប្អូនគ្រាន់តែរោគរុក្ខជាតិពីរមុខហើយនឹងសុរាដែលបិទដោយអង្ករសុទ្ធបាទមួយមុខទៀតបាទអញ្ចឹងវិធីប្រើបាទនេះជាផ្លែទី1បាទទី1គឺផ្លែតុនសែបាទនេះជាផ្លែតុនសែបាទផ្លែតុនសែតម្រូវឲ្យពុកម៉ែបងប្អូនយកផ្លែតុនសែដែលមានទុំស្រកៀលបាទមានទុំស្រកៀលបាទទុំខ្លាំងក៏បានបាទប៉ុន្តែទុំស្រកៀលបាទទុំស្រកៀលវាល្អជាងពីព្រោះកម្លាំងនៅខ្លាំងបាទដល់ពេលវាទុំខ្លាំងពេកអាហ្នឹងកម្លាំងវាធ្លាក់វិញហើយបាទកម្លាំងនៃរុក្ខជាតិហ្នឹងវាធ្លាក់ចុះវិញបាទអញ្ចឹងយកទុំស្រកៀលបាទហើយបច្ចៈផ្លែតុនសែនេះមានសារធាតុរមាស់ខ្លាំងបាទបើពុកម៉ែបងប្អូនចាប់ដោយដៃទទេយើងអត់មានប្រើស្រោមដៃអញ្ចឹងវាធ្វើឲ្យយើងល្មាស់ហើយពេលដែលយើងល្មាស់យើងយកទៅលាងទឹកក៏ដោយលាងសាប៊ូក៏ដោយបាទពេលលាងហើយរឹតតែរមាស់ខ្លាំងបាទរឹតតែរមាស់ខ្លាំងតែម្ដងបាទអញ្ចឹងតម្រូវឲ្យពុកម៉ែបងប្អូនរកស្រោមដៃយកមកពាក់ទី1ទី2បើពុកម៉ែបងប្អូនមិនមានស្រោមដៃទេអញ្ចឹងពុកម៉ែបងប្អូនគឺធ្វើរបៀបនេះបាទអញ្ចឹងយើងមានកូនបញ្ច្រែងមួយមកហើយយើងមានកន្ត្រៃមួយបាទអញ្ចឹងយើងកាត់បាទយើងកាត់របៀបនេះបាទអញ្ចឹងបាទយើងយកកូនកន្ត្រៃកាត់របៀបនេះមកបាទធ្វើបែបនេះបាទទៅកិច្ចផុតពីការរមាស់បានបាទចំណែកទី2គឺផ្លែអង្ក្រងបាទទី2នេះផ្លែអង្ក្រងបាទផ្លែអង្ក្រងយើងតម្រូវឲ្យពុកម៉ែបងប្អូនយកពពកសខៀលដែរបាទស្ទើចាស់ស្ទើខ្ចីមិនយកទេបាទមិនយកទេបាទយកមានទុំបាទមានទុំខ្លះបាទហ្នឹងហៅថាសកៀលបាទយកទាំងពីរមុខនេះមកហាលឲ្យស្ងួតបាទហាលឲ្យស្ងួតតែម្ដងបាទយើងជៀសវាងតែពេលត្រាំទៅវាផ្អូមបាទអញ្ចឹងយើងហាលឲ្យស្ងួតបាទទោះបីយើងកម្រិតរបស់ស្រាយើងខ្សោយក៏អត់ផ្អូមដែរអត់ខូចដែរបាទអញ្ចឹងយើងហាលឲ្យស្ងួតបាទយកមកស្ងួតហើយយកមកត្រាំបាទត្រាំលិចល្មមបានហើយបាទនេះផ្លែតុនសែហើយនឹងផ្លែអង្ក្រងបាទយើងត្រាំបាទត្រាំ1ខែទៅ3ខែបាទ1ខែទៅ3ខែទើបយកមកទទួលទានបានបាទហើយពេលទទួលទានតម្រូវឲ្យពុកម៉ែបងប្អូនពិសាតែ1ពែងព្រឹក1ពែងល្ងាចប៉ុណ្ណោះបាទ1ពែងព្រឹក1ពែងល្ងាចប៉ុណ្ណោះបាទមិនគ្រប់គ្រងឲ្យពុកម៉ែបងប្អូនបាទពិសារហូតដល់តែវង្វេងរង្វាន់ភ្លេចភ្លាំងស្មារតីនោះទេបាទហ្នឹងសូមអធិស្ឋានបាទព្រឹក1ពែងល្ងាច1ពែងព្យាបាលបាទឈឺក្បាលជង្គង់បាទឈឺបាទសន្លាក់ដៃសន្លាក់ជើងបាទនេះបាទបាទសូមអរគុណបាទសូមអរគុណបាទសូមពុកម៉ែបងប្អូនបាទជួយ share វីដេអូនេះដើម្បីឲ្យពុកម៉ែបងប្អូនយើងមួយចំនួនដែលគាត់មានអាការៈដូចបានរៀបរាប់នេះបាទគាត់រកផ្លែតុនសែនិងផ្លែអង្ក្រងដោយខ្លួនឯងបានដើម្បីយកមកព្យាបាលបាទសុខភាពគាត់ផងបាទសូមអរគុណបាទសូមអធិស្ឋានបាទ